បញ្យល់អត្ថន័យនិងរបៀបប្រើប្រាស់ពាក្យបារាំងពស់ជាភាសាខ្មែរនេះគឺជាពាក្យបារាំងដែលមានន័យឬមុខងារច្រើនដោយវាអាចដើរតួជាធ្នាក់ផងហើយថែមទាំងត្រូវបានប្រើនៅក្នុងឃ្លាពេញនិយមជាច្រើនផងដែរឧទាហរណ៍នៅពេលយើងប្រើពាក្យពស់ដើម្បីបង្ហាញពីគោលបំណងឬគោលដៅរបស់យើង Je travaille pour gagner ma vie មានន័យថាខ្ញុំធ្វើការដើម្បីចិញ្ចឹមជីវិតរបស់ខ្ញុំប្រើពាក្យពស់ត្រង់នឹងបូកជាមួយនឹង infinitive ដែលជាកិរិយាសព្ទដែលមិនទាន់បំបែក gagner ដើម្បីមានន័យថាយើងធ្វើការដើម្បីឬក៏ក្នុងគោលបំណងចិញ្ចឹមជីវិតរបស់យើងដើម្បីបង្ហាញពីគោលបំណងយើងអាចប្រើ preposition ពស់បូកជាមួយនឹង que ប៉ុន្តែ clear enough ដែលយើងប្រើបន្ទាប់ពីពស់ que គឺត្រូវតែស្ថិតនៅក្នុងទម្រង់ subjunctif ឧទាហរណ៍ je t'explique pour que tu comprennes មានន័យថាខ្ញុំកំពុងបញ្យល់អ្នកដើម្បីឲ្យអ្នកយល់ឬក្នុងគោលបំណងឲ្យអ្នកយល់ទៅទៅនឹងគោលបំណងយើងអាចប្រើពាក្យពស់បូកជាមួយនឹងនាមផងដែរឧទាហរណ៍ ce médicament est pour la toux មានន័យថាថ្នាំពេទ្យនេះគឺសម្រាប់ការក្អកឧទាហរណ៍មួយទៀតដែលពេលយើងប្រើ préposition pour ដើម្បីសំដៅលើគោលដៅឬក៏ទិសដៅ je pars pour Paris មានន័យថាខ្ញុំចេញទៅទីក្រុងប៉ារីសនៅក្នុងប្រយោគនេះយើងអាចប្រើ préposition à ជំនួយពស់បានដែរដោយយើងអាចនិយាយថា je pars à Paris មានន័យថាខ្ញុំចេញទៅទីក្រុងប៉ារីសឧទាហរណ៍មួយទៀតនៅពេលដែលយើងប្រើពាក្យពស់ដើម្បីបង្ហាញពីការធ្វើអ្វីមួយដែលមានអ្នកធ្វើសកម្មភាពនោះនិងអ្នកទទួលផលពីសកម្មភាពនោះ je travaille pour cette entreprise មានន័យថាខ្ញុំធ្វើការឲ្យក្រុមហ៊ុនមួយនេះ je ត្រង់នេះដែលតួជាអ្នកធ្វើសកម្មភាពហើយ entreprise ជាអ្នកទទួលផលពីការធ្វើការរបស់ je ដោយយើងប្រើពាក្យពស់បន្ទាប់ពី travailler ដើម្បីមានន័យថាយើងធ្វើការឲ្យនរណាម្នាក់ឬឲ្យក្រុមហ៊ុនណាមួយឧទាហរណ៍នៅពេលដែលយើងប្រើពាក្យពស់ដើម្បីបង្ហាញពីមូលហេតុនៃអ្វីមួយ il est puni pour sa faute មានន័យថាគាត់ត្រូវបានគេដាក់ទោសសម្រាប់ឬដោយសារកំហុសរបស់គាត់ឧទាហរណ៍ទាក់ទងទៅនឹងការលក់ដូរឬការដោះដូរអ្វីមួយ j'ai vendu ma voiture pour 10,000 euros មានន័យថាខ្ញុំបានលក់ឡានរបស់ខ្ញុំក្នុងតម្លៃ 10,000 euros ឧទាហរណ៍មួយទៀតនៅពេលដែលយើងប្រើ préposition pour ដើម្បីបង្ហាញពីពេលវេលា je suis ici pour une semaine មានន័យថាខ្ញុំនៅទីនេះរយៈពេលមួយសប្តាហ៍ឧទាហរណ៍មួយទៀតទាក់ទងទៅនឹងការប្រៀបធៀបឬក៏ទំនាក់ទំនងរវាងរឿងពីរឬច្រើន il est petit pour son âge មានន័យថាគាត់រាងតូចឬទាបសម្រាប់មនុស្សវ័យហ្នឹងឬក៏វ័យដំណើរគាត់មានន័យថាអ្នកដែលអាយុដំណើរគាត់គាត់តែរាងធំជាងហ្នឹងឬក៏ខ្ពស់ជាងហ្នឹងចំណែកឯក្នុងថ្នាក់ពាក្យជានាមវិញយើងប្រើពាក្យពស់ដើម្បីបង្ហាញពីគំនិតឬការនិយាយដែលគ្រប់គ្រងឬស្របទៅនឹងសំណើឬគំនិតអ្វីមួយដោយវាមានន័យថាវាមិនសំដៅទៅលើគំនិតប្រឆាំងដោយពាក្យផ្ទុយរបស់វាលើ contre នោះទេហើយយើងអាចប្រើវាដើម្បីសំដៅលើគុណសម្បត្តិនៃអ្វីមួយផងដែរដោយផ្ទុយពីពាក្យលើ contre ដែលអាចសំដៅទៅលើគុណវិបត្តិឧទាហរណ៍ il faut peser le pour et le contre avant de décider មានន័យថាវាជារឿងចាំបាច់ឬក៏យើងគួរតែថ្លឹងថ្លែងគុណសម្បត្តិនិងគុណវិបត្តិមុននឹងសម្រេចចិត្តឧទាហរណ៍មួយទៀត il y a eu 12 pour et 8 contre មានន័យថាបានមានគំនិតស្របឬការនិយាយគ្រប់គ្រងបែបស្របចំនួន12និងគំនិតប្រឆាំងឬការនិយាយបែបប្រឆាំងចំនួន8ចំណុចមួយដែលអ្នកទាំងអស់គ្នាអាចនឹងបានចាប់អារម្មណ៍គឺថាពាក្យថា pour និង contre នៅក្នុងឧទាហរណ៍នេះគឺជាពាក្យមិនប្រែប្រួលដោយវាមិនប្រែប្រួលទៅតាមចំនួនរបស់វានោះទេដោយយើងមិនត្រូវថែម s ពីក្រោយពាក្យទាំងពីរនេះនោះទេបើទោះបីជាពួកវាស្ថិតនៅក្នុងទម្រង់ភូវចនៈក៏ដោយពាក្យថាពស់ក៏ត្រូវបានគេប្រើនៅក្នុងឃ្លាពេញនិយមជាច្រើនតែខ្ញុំសូមលើកយកមក3ដើម្បីចែករំលែកជាមួយអ្នកទាំងអស់គ្នា pour une bouchée de pain ឧទាហរណ៍ il a acheté cette voiture pour une bouchée de pain មានន័យថាគាត់បានទិញឡាននេះក្នុងតម្លៃស្មើនឹងនំប៉័ងមួយម៉ាត់ឬក្នុងតម្លៃថោកឬទាបខ្លាំងដល់ថ្នាក់ដូចពេលយើងទិញឡានហ្នឹងគឺស្ទើរតែមិនអស់លុយបន្តិចទី2 pour ne rien dire ឧទាហរណ៍ il adore parler pour ne rien dire មានន័យថាគាត់ចូលចិត្តនិយាយរឿងតែពីតែពះដែលពិបាកយល់មិនបានការឬដើម្បីគេចពីគំនិតឬចម្លើយដែលគេចង់បានឬក៏ចម្លើយដែលគេទាមទារ se faire passer pour ឧទាហរណ៍ il s'est fait passer pour un médecin មានន័យថាគាត់បានធ្វើពុតឬបន្លំខ្លួនជាគ្រូពេទ្យម្នាក់